ជំរាបសួរដូចជាសួស្តីទៅកាន់បងប្អូនអ្នកម្ដងទៀតអញ្ចឹងថ្ងៃហ្នឹងគឺយើងមកធ្វើការ build ទៅលើ DNS server ដែរប៉ុន្តែគឺយើង build ទៅលើ Windows server ការពីវីដេអូមុនគឺយើងបង្កើត DNS server នៅលើ Linux ប៉ុន្តែសារហ្នឹងគឺយើងធ្វើការបង្កើត DNS server នៅលើ Windows server របស់យើងវិញអញ្ចឹងខុសគ្នាមិនយើងអាចតាមដានបងប្អូនគ្នារវាង Windows ហើយនិង Linux តោះអញ្ចឹងដំបូងគឺយើងត្រូវដឹងថាយើងចង់ឲ្យ Windows server ទាំងមូលហ្នឹងដើរតួជា DNS ដែរអញ្ចឹងបើសិនមកយើងចង់ឲ្យដើរតួជា DNS ដែរលុះត្រាតែយើងធ្វើការទី1 assign ជា static IP ទៅឲ្យ Windows server ហ្នឹងទៅដើម្បីឲ្យយើងអាច apply ទៅកាន់ client ផ្សេងៗបានហើយបន្តមកទៀតគឺយើងត្រូវធ្វើការ add role ថ្មីទៅឲ្យ Windows server ហ្នឹងដែល role ថ្មីហ្នឹងគឺជា DNS server ហ្នឹងឯងអញ្ចឹងដោយសារតែឥឡូវទី1គឺយើងចង់ assign static IP ទៅឲ្យ Windows server ហ្នឹងអញ្ចឹងដើម្បី assign static IP គឺយើងគ្រាន់តែធ្វើការចូលមកក្នុងកន្លែង local server ហើយកន្លែងនេះយើងចាំតិចមកនេះគឺជា Ethernet 0របស់យើងដែលមាន IP 192.168.10.20 បានថាកន្លែងហ្នឹងគឺយើងបាន assign រួចរាល់ហើយបន្ទាប់ពីយើង assign IP ហើយគឺខ្ញុំចាប់ផ្ដើមធ្វើការ add role ថ្មីទៅឲ្យ Windows server ហ្នឹងខ្ញុំធ្វើការចូលក្នុង manage add role ហើយយើងយក role base មកហើយ server មួយហ្នឹងគឺខ្ញុំ add DNS add feature ហើយយើងយក next មក next តទៀត next បន្តទៀតកន្លែងនេះគឺបញ្ជាក់ថាប្រសិនបើចាំបាច់ restart ទៅអូខេហើយ install អូខេអញ្ចឹងកន្លែងនេះគឺយើង start install ផាយជាតំតិចអស់នេះអាហ្នឹងគឺរយៈពេលតំតិចយើងហាយហើយអញ្ចឹងយើងអាច close វាចោលបាននេះយើងអាចតាមក្នុងនេះបាននេះអូខេអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំសូម pause វីដេអូតិចតាក់ទងនឹងការ add role ហ្នឹងដោយសារតែវាត្រូវការ install ពេញអូខេបន្ទាប់ពីយើងបាន add role ហើយគឺយើងឃើញថា load ពេញហើយអញ្ចឹងបន្ទាប់ពីយើង load ពេញហើយគឺយើងអាចចូលទៅក្នុង DNS នឹងបានខ្ញុំអាចធ្វើការ refresh តិចទៅឡើយហ្នឹងអូខេអញ្ចឹង refresh តិចមកណានេះយើងឃើញថាមក DNS ហើយអញ្ចឹងយើងអាចចូលទៅក្នុង DNS ហ្នឹងដើម្បីគេបង្កើតជា A record អីចឹងទៅដើម្បី point ទៅកាន់ IP ណាមួយក៏បានដែរណាយើងអាចចូលមកនៅក្នុងហ្នឹងគឺខ្ញុំយកម៉ៅស្ដាំ DNS manager នេះគឺជា domain របស់យើងហ្នឹងហើយខ្ញុំអាច refresh ដើម្បីចាប់ទៅអញ្ចឹងយកអាទី2មកកន្លែងនេះគឺខ្ញុំយក forward lookup zone ដោយសារតែខ្ញុំចង់ធ្វើការ focus តែ forward ទេហើយខ្ញុំយក domain របស់ខ្ញុំអានេះគឺឈ្មោះ domain របស់ខ្ញុំអូខេអញ្ចឹងគឺយើងឃើញថាម៉េចគឺយើងឃើញថាយើងមានគេ domain របស់យើងហើយអញ្ចឹងឧទាហរណ៍ថាបើសិនបើខ្ញុំចង់ ping ទៅកាន់ domain របស់ខ្ញុំនេះដល់នេះបើខ្ញុំចង់ ping ទៅកាន់ domain របស់ខ្ញុំតើ ping បានអត់អញ្ចឹងខ្ញុំអាចសាក ping របស់គ្នាទៅ cmd អញ្ចឹងឧទាហរណ៍ថាខ្ញុំ ping ទៅកាន់ domain របស់ខ្ញុំគឺនេះ dc នេះតោះនេះណា name server របស់ខ្ញុំនេះអញ្ចឹងខ្ញុំអាច ping ទៅគឺ192 sorry dc 01ហើយខ្ញុំដាក់ dot ទៅកាន់របស់ខ្ញុំហើយ com នេះមកអូខេអញ្ចឹងគឺយើងឃើញថាការ ping របស់យើងគឺបានជោគជ័យហើយអញ្ចឹង point មកកាន់ IP មួយហ្នឹងបន្តមកទៀតគឺយើងអាចយើងអាចបង្កើតជា A record មួយទៀតដើម្បីធ្វើការបង្កើតជា host មួយទៀត point ទៅកាន់ IP មួយណាចឹងមកអញ្ចឹងខ្ញុំអាចដាក់ម៉ៅស្ដាំពីលើកន្លែង domain របស់ខ្ញុំហើយ add new host ហើយខ្ញុំដាក់ឈ្មោះថាអូខេ database ចុះអញ្ចឹងខ្ញុំអាចដាក់ IP ហ្នឹងគឺ 192.168.10.21 ចឹងមកហើយខ្ញុំអាចធ្វើការ add host ទៅហើយអូខេមកអញ្ចឹងខ្ញុំអាចធ្វើការ refresh តិចដើម្បីឲ្យវាចាប់យកអាចារ្យថ្មីរបស់ខ្ញុំអញ្ចឹងយើងចូល forward នេះគឺជា database របស់ខ្ញុំអញ្ចឹងឧទាហរណ៍ថាបើសិនបើខ្ញុំសាក ping ទៅអញ្ចឹង sorry យើងចូល cmd របស់ connect ទេអូខេអញ្ចឹងគឺខ្ញុំ ping ទៅគេអានេះគឺយើង ping ទៅកាន់ database ដល់ឈ្មោះខ្ញុំហើយដល់ទៅកាន់ com មកអូខេអញ្ចឹងគឺយើងឃើញថាការ ping របស់យើងគឺមានបញ្ហាណាហ្នឹងហើយអានេះគឺអូខេអានេះគឺខ្ញុំដាក់ IP ខុស
IP របស់20នេះទេតោះ sorry ខ្ញុំឆែក IP តិចទៅណាអញ្ចឹងយើងអាចកែវាតិចឡើយហ្នឹង property ខ្ញុំអាចដាក់វាតាម20 sorry ដាក់ខុសណាស់ហ្នឹងអញ្ចឹងខ្ញុំអាចapply ចូលទៅហើយយើងអាច OK តោះអញ្ចឹងខ្ញុំសាកពេញភាសាទៀតអញ្ចឹងគឺអូខេអូនេះតោះនេះគឺខ្ញុំភ្លេចគេខ្ញុំភ្លេចrefresh DNS របស់ខ្ញុំខ្ញុំអាច refresh បានអញ្ចឹងដើម្បី refresh គឺខ្ញុំប្រើ IP config flash DNS អូខេអញ្ចឹងយើងអាចនេះបានហើយអញ្ចឹង clear មកអញ្ចឹងយើងសាក pin តែម្ដងទៀតដើម្បីដឹងដាវណាអូខេគឺយើងឃើញថាdatabase របស់យើងគឺ point មកកាន់ IP មួយហ្នឹងត្រូវហើយអញ្ចឹង DNS របស់យើងគឺមានតែប៉ុណ្្នឹងទេសម្រាប់ការ config របស់យើងហ្នឹងហើយ